សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូថ្មីនៅថ្ងៃនេះដែរខ្ញុំនឹងនិយាយបទស្រាយនៅរឿងមួយគឺរឿង Pirates of the Caribbean វគ្គទី5ដែលមានចំណងជើងថា Dead Mental No Tales ដើម្បីចែកជូនជាមគ្គផលដល់បងប្អូនអរគ្នាបានទស្សនានិងស្ដាប់កម្សាន្តសម្រាប់បងប្អូនដែលមិនទាន់បានទស្សនាវគ្គទី1ដល់វគ្គទី4អាចចូលមើលបានខ្ញុំនឹងដាក់ link នៅខាងក្រោមហ្នឹងហើយដើម្បីកុំឲ្យខាតពេល review តើយើងទៅតាមដានទស្សនាសាច់រឿងរបស់យើងទាំងអស់គ្នាហើយមុននឹងទស្សនា admin ក៏ស្នើសុំឲ្យបងប្អូនអរគ្នាសូមកុំភ្លេចចុច subscribe និងដាក់រូបបណ្ដឹងឲ្យ admin ម្នាក់មួយផងសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយមានក្មេងប្រុសម្នាក់ដែលមានឈ្មោះថា Henry Turner ដែលជាកូនប្រុសរបស់ Will Turner និងចៅ Elizabeth ដែលគេនឹងតែងតែចង់ដឹងអំពីអាថ៌កំបាំងគ្រប់យ៉ាងអំពីឪពុករបស់គេបន្ទាប់មកនៅយប់មួយ Henry នឹងក៏បានចងដុំថ្មចងភ្ជាប់ជាមួយនឹងដងខ្លួនរបស់គេនិងបានលោតចូលទៅក្នុងសមុទ្រដើម្បីស្វែងរកឪពុករបស់គេដែលត្រូវបានជាប់បដាសានៅក្នុងទឹកសមុទ្រនោះលុះនៅពេលដែល Henry បានទៅដល់បាតសមុទ្រហើយស្រាប់តែសំពៅរបស់ Will នឹងក៏បានងើបឡើងមកលើផ្ទៃសមុទ្រវិញដោយ Will នឹងក៏បានធ្វើការហាមឃាត់កូនប្រុសរបស់គាត់នឹងកុំឲ្យមកទីនេះម្ដងទៀតព្រោះខ្លាចគេមានគ្រោះថ្នាក់អីចឹងទៅប៉ុន្តែពេលនោះ Harry នឹងគេក៏បានប្រាប់ថាគេនឹងចង់រកវិធីដោះបណ្ដាសាចេញពីឪពុករបស់គេនិងយកឪពុករបស់គេនឹងចេញពីសំពៅមួយហ្នឹងព្រោះគេនឹងបានដឹងអំពីឥទ្ធិពលរបស់ The Trident of Poseidon ដែលវានឹងអាចដោះបណ្ដាសាបានបន្ទាប់ពីបានឮពីការតាំងចិត្តរបស់កូនប្រុសហើយ Will នឹងក៏មានការរំភើបចិត្តជាខ្លាំងហើយ Harry នឹងក៏បានបន្តទៀតថាគេនឹងទៅរក Jack Sparrow ដើម្បីឲ្យមកជួយគេប៉ុន្តែ Will នឹងក៏បានតទៅវិញថាបណ្ដាសារបស់គាត់នឹងគឺមិនអាចដោះបាននោះទេមិនចាំបាច់ទៅរកអាប៉ែជែកនោះទេបន្ទាប់ពីបាននិយាយហើយ Will នឹងក៏បានឲ្យខ្សែកមួយទៅកាន់ Henry នឹងបានប្រាប់ឲ្យ Henry នឹងត្រឡប់ទៅផ្ទះវិញទៅនិងជួយមើលថែម្ដាយឲ្យគាត់ផងបន្ទាប់មកសាច់រឿងនឹងក៏បានកាត់ចូល9ឆ្នាំក្រោយមកដែលមានសំពៅរបស់ក្រុមទាហានអង់គ្លេសនឹងកំពុងតែដេញតាមប្រមាញ់សំពៅរបស់ក្រុមចៅសមុទ្រដែលក្នុងនោះក៏មាន Harry ម្នាក់ផងដែរស្គាល់ពេលនោះ Henry នឹងក៏បានឃើញនៅខាងមុខនឹងគឺជាតំបន់រាយកោណមួយសាយដោយគេនឹងក៏បានបញ្ញាទៅប្រាប់កាពីតែនដើម្បីកុំឲ្យទៅជិតតំបន់នោះឲ្យសោះប៉ុន្តែបែរជាមិនមានអ្នកណាម្នាក់ជឿទៅលើ Henry នោះទេហើយកាពីតែននឹងក៏បានបញ្ជាឲ្យទាហាននឹងចាប់ Henry យកទៅឃុំឃាំងថែមទៀតបន្ទាប់មកនៅពេលដែល Henry នឹងបានជាប់នៅក្នុងគុកនោះស្រាប់តែមានអ្នកធំម្នាក់នឹងក៏បានឃើញរូបរបស់ Jack Sparrow នៅលើដងខ្លួនរបស់ Henry ហើយអ្នកធំម្នាក់នឹងក៏បានប្រាប់ Henry ថាពេល Jack នឹងគាត់បានស្លាប់លាចាកលោកនឹងជាយូរយារណាស់មកហើយដែលត្រូវបានគេកប់ចោលនៅលើកោះ Saint Martin បន្ទាប់មកនៅពេលដែលសំពៅរបស់ពួកគេបានទៅដល់ខាងមុខស្រាប់តែពួកគេនឹងក៏បានឮសំឡេងយ៉ាងចម្លែកបានបន្លឺឡើងនៅកន្លែងនោះដែលធ្វើឲ្យពួកគេនឹងមានការភ័យខ្លាចជាខ្លាំងបន្តិចក្រោយមកស្ថិតតែមានសមាវ័យម្យ៉ាងនឹងបានសម្រុកចូលមកដែលវានឹងគឺជានាវិកខ្មោចក៏បានចេញមកសម្លាប់ទាហានទាំងអស់នោះចោលមាត់លែវតែម្ដងដែលមានសាឡសាជាមេបញ្ជាការនៃសំពៅបិសាចនោះក៏បានចេញមកផងដែរហើយស្គប់ពេលនោះ Henry នឹងក៏បានធ្វើឲ្យមានសម្លេងនៅក្នុងគោកទើបសាឡសានឹងចូលមកមើលតែម្ដងហើយនៅពេលដែលគាត់បានឃើញរូបរបស់បងជេកនៅទីនោះធ្វើឲ្យគាត់នឹងក៏បានដឹងថា Henry នឹងកំពុងតែស្វែងរកបងជេកទើបបានជាគាត់នឹងធ្វើការដោះលែង Henry ដើម្បីឲ្យទៅស្វែងរកជេកនិងបានប្រាប់អំពីការសងសឹកទៅកាន់ជេកផងដែរហើយព្រោះគាត់នឹងគឺត្រូវបានបណ្ដាសានៅទីនេះនឹងជាច្រើនឆ្នាំមកហើយគឺដោយសារតែពេកជេកហើយគាត់នឹងក៏ត្រូវការថ្ងៃវិស័យរបស់ជេកនឹងគឺដើម្បីដោះបណ្ដាសាពួកគេចេញពីទីនោះផងដែរមកមើលនៅលើកោះ Saint Martin នេះវិញមានកញ្ញាម្នាក់នឹងដែលមានឈ្មោះថា Karina នឹងត្រូវបានគេចាប់ខ្លួននាងមកឃុំឃាំងដោយពួកគេនឹងបានចោទនាងថាគឺជាមេថ្មបន្ទាប់មក Karina នឹងក៏បានគេចខ្លួនចេញពីក្នុងគុកនោះតែម្ដងហើយស្គប់ពេលនោះក៏មានអគ្គនាយកធនាគារមួយនឹងកំពុងតែថ្លែងសន្ទរកថាដល់ការប្រជាជននឹងបានអួតអំពីទូដៃរបស់គាត់គឺមានសុវត្ថិភាពបំផុតនៅក្នុងលោកីដើម្បីរក្សាទុកគឺដាក់លុយបានលុយស្គប់ពេលនោះនៅពេលដែលកងទាហានបានឃើញ Karina ពួកគេនឹងក៏បានដេញតាមនាងបន្តទៀតបន្ទាប់មកនៅពេលដែលពួកគេនឹងបានបើកទូដែកនោះស្រាប់តែពួកគេនឹងក៏បានឃើញមក Jack Sparrow នឹងកំពុងតែដេញនៅក្នុងទូដែកនោះទៅវិញលុះនៅពេលដែល Jack គាត់បានភ្ញាក់ឡើងគាត់នឹងក៏បានសួរនាំទៅកាន់ពួកគេនៅទីនោះថាមាននរណាម្នាក់នឹងបានដឹងថាគាត់នឹងបានចូលមកក្នុងទូដែកមួយនឹងដោយរបៀបណាដែរមួយក៏អត់ហើយនៅក្នុងទូដែកមួយនឹងក៏មានភរិយាជាទីស្រឡាញ់របស់លោកអគ្គនាយកធនាគារមួយនឹងផងដែរបន្ទាប់មកនៅពេលដែលទាហាននឹងបានបាញ់ប្រហារទៅកាន់ជេកគូលីរបស់ជេកនឹងក៏បានយកសេះមកអោសទូដែកចេញពីធនាគារតែម្ដងតែវានឹងក៏បានអោសទៅជាមួយនឹងអគ្គធនាគារមួយនឹងផងដែរអគ្គគេផុយអត់មានគ្រឹះទេស្គរពេលនោះខ្សែនឹងក៏បានកវាត់ជាប់ជើងរបស់បងជេកថែមទៀតផងលុះនៅពេលដែលពួកគេបានអោសទូ
ដៃនោះទៅប្រាក់ទាំងអស់នៅក្នុងទូដៃនឹងក៏បានហោះរប៉ាត់រប៉ាយពេញទាំងដងផ្លូវចំណែកខារីណានឹងក៏បានគេចខ្លួនចូលក្នុងបន្ទប់របស់តារាវិទូម្នាក់ហើយនាងនឹងក៏បានលួចរបស់នៅទីនោះថែមទៀតផងដើម្បីកុំឲ្យសើចដៃលុះនៅពេលដែលតារាវិទូនោះបានឃើញនាងខារីណានឹងក៏បានប្រាប់អំពីបាតុភូតប្រច័ណ្ឌក្រហមដែលនាងបានដឹងពីកន្លងមកនោះប៉ុន្តែនៅពេលនោះប្រូតារាវិទូម្នាក់នឹងក៏បានចោទនាងថាគឺជាមេធ្មប់ទៅវិញចំណែកជេនឹងកំពុងតែត្រូវបានសេះឲ្យទៅមុខនឹងសត្វកោនឹងក៏បានធ្លាក់មកខាងក្រោមហើយក៏បានរត់ចូលទៅក្នុងបន្ទប់តារាវិទូនឹងបន្តទៀតលុះនៅពេលដែលកងទាហាននឹងបានចូលមកពួកគេនឹងក៏បានគេចខ្លួនចេញពីទីនោះជាមួយគ្នាទាំងដែលពួកគេនឹងគឺមិនដែលស្គាល់គ្នាសោះពីមុនមកចេះរត់បន្តមកនៅពេលដែលពួកគេនឹងបានរត់ទៅមុខបន្តទៀតនឹងបានដល់ផ្លូវតលជេនឹងក៏បានច្រានខារីណាឲ្យទៅលើរទេះសេះដែលធ្វើឲ្យខារីណានឹងនាងខឹងជែកជាខ្លាំងដោយសារតែនាងភ័យបន្តមកជេនឹងក៏បានលោតឡើងទៅខាងលើរទេះសេះមួយនឹងបន្តទៀតលុះនៅពេលដែលពួកគេបានទៅដល់ស្ពានមួយតូបរបស់ធនាគារមួយនឹងក៏បានបាក់បែកខ្ទេចខ្ទីអាលុះអាលាយតែម្ដងប៉ុន្តែបងជេរបស់យើងនឹងគឺមិនអីនោះទេបន្តមកនៅពេលដែលពួកគេនឹងបានគេចផុតពីទាហាននឹងបានបើកទូដៃនោះមើលក្នុងទូដៃនឹងបែរជាគ្មានលុយសំបីមួយញាប់ដោយសារតែវានឹងបានជ្រុះអស់ទៅហើយដែលវានឹងគឺសល់តែមួយកាក់ប៉ុណ្ណោះប៉ុន្តែក៏ត្រូវបានជេនឹងលួចយកតែម្នាក់ឯងហើយគាត់នឹងក៏បានទាបប្រាក់ពីអ្នកផ្សេងថែមទៀតផងនៅពេលដែលបានឃើញបែបនោះហើយអ្នកផ្សេងទៀតនឹងក៏ចោទធ្វើការជាមួយនឹងជេដោយថ្មីជេនឹងបានបង្ហាញអំពីសពរបស់គាត់យ៉ាងណាក៏ដោយហើយពួកគេនឹងក៏មានការអស់សង្ឃឹមជាខ្លាំងនឹងបងជេផងដែរនឹងបានចាក់ចេញបាត់ពីផែនដីបាត់ទៅរីឯ Henry នៅពេលដែលទាហានបានយកគេចេញពីសំពៅនោះទាហាននឹងក៏បានដាក់ខ្នោះដៃរបស់គេនឹងជាប់ជាមួយនឹងក្រែដោយបានចោទគេថាគឺជាចៅសមុទ្របន្ទាប់មក Karina នឹងក៏បានបន្លងខ្លួនទៅទីនោះក៏បានលើពួកគេនិយាយគ្នាហើយនាងនឹងក៏បានទៅរក Henry ដើម្បីចង់ដឹងអំពី Trident ព្រោះនាងនឹងក៏ចង់ទៅទីនោះផងដែរបន្ទាប់មកនាងនឹងក៏បានដឹងអំពីគោលបំណងរបស់ Henry នឹងចង់ទៅទីនោះដើម្បីជួយឪពុករបស់គេផងដែរដោយពួកគេនឹងសុទ្ធតែបានដឹងអំពីផែនទីដែលគ្មានណាម្នាក់នឹងអាចអានបានវានោះទេពេលនោះ Karina នឹងក៏បានយកសិភៅកំណត់ហេតុមួយដែលនាងនឹងបានលួចចេញមកព្រោះនាងនឹងមានបំណងចង់ស្វែងរក Trident ប៉ុន្តែវានឹងគឺបានលាក់បាំងនៅក្នុងផ្កាយដ៏អាតកំបាំងមួយព្រោះឪពុករបស់នាងនឹងក៏ជឿទៅលើរឿងរ៉ាវទាំងអស់នេះផងដែរដែលសិភៅមួយនោះគឺអាចអានវាបានគឺនៅពេលដែលមានប្រច័ណ្ឌក្រហមតែប៉ុណ្ណោះបន្ទាប់ពីបានប្រាប់ហើយ Karina នឹងក៏បានឲ្យរបស់មួយសម្រាប់កោះសោទៅកាន់ Henry ដើម្បីគេចខ្លួនចេញពីទីនោះបន្តិចក្រោយមកនៅពេលដែលជេបានទៅតូបមួយដើម្បីរកវិញ្ញាមកផឹកគាត់នឹងក៏បានឃើញការប្រកាសតាមចាក់ខ្លួនរបស់គាត់ក្នុងតម្លៃដ៏ថោកបំផុតតមកគាត់នឹងក៏បានយកត្រីវិស័យរបស់គាត់ទៅដូរយកវិញ្ញាមកផឹកថែមទៀតផងបន្ទាប់ពីគាត់នឹងបានយកត្រីវិស័យដាក់លើតុនោះហើយនៅទីនោះក៏ចាប់ផ្ដើមរង្គើរីឯនៅកន្លែងរបស់សាឡាសានឹងក៏ចាប់ផ្ដើមបញ្ចេញពន្លឺឡើងវិញគឺដោយសារតែជេនឹងបានបោះបង់ត្រីវិស័យនោះបន្ទាប់មកក្រុមរបស់សាឡាសានឹងក៏អាចឃើញពន្លឺថ្ងៃឡើងវិញដែលធ្វើឲ្យពួកគេនឹងមានការសប្បាយអរជាខ្លាំងនិងមានកម្រងទៅសម្រាប់ជេបន្តទៀតលុះនៅពេលរងជេបានចេញទៅខាងក្រៅក៏ត្រូវបានទាហាននឹងចាប់បានដែលនៅពេលនោះ Henry នឹងក៏នៅក្បែរនោះផងដែរហើយក៏បានឃើញជេជាលើកដំបូងដែលគេនឹងបានតាមរកគាត់ជាយូរយារណាស់មកហើយនោះនៅព្រឹកបន្ទាប់ក៏មានអ្នកនេសាទម្នាក់នឹងបានឃើញបាសៃស៊ូប៊ីហោះទៅលើសំពៅរបស់ពួកគេនឹងយ៉ាងចម្លែកហើយបន្តិចក្រោយមកសត្វតែសំពៅរបស់សាឡាសានឹងក៏បានវាយប្រហារសម្រាប់ពួកគេតែម្ដងលុះនៅយប់ឡើង Karina នឹងក៏បានឃើញប្រច័ណ្ឌក្រហមបានកែឡើងដែលធ្វើឲ្យសភៅមួយនឹងក៏ចាប់ផ្ដើមបញ្ចេញពន្លឺហើយនៅពេលដែលនាងបានយកត្បូងនោះមកបញ្ចាំងមើលទីបំផុតនាងក៏អាចអានវាបានរីឯ Henry នឹងក៏បានបន្លំខ្លួនធ្វើជាទាហានដើម្បីទៅរកជេកនៅក្នុងគោកហើយនៅពេលដែលគេបានឃើញជេកនៅក្នុងគោកគេនឹងក៏មានការហួសចិត្តជាខ្លាំងដែលមេចៅសមុទ្រល្បីឈ្មោះម្នាក់គឺបែបនេះសោះដែលគ្មានខោស្លីនឹងជាមនុស្សប្រមឹកអាវ៉ាសែទៅវិញបន្តមកនៅពេលដែលជេកបានដឹងថា Henry នឹងគឺជាកូនប្រុសរបស់ Will ហើយនិង Elizabeth ដែលជាក្រាស់របស់គាត់នឹងក៏បានលួចស៊ូទៅកាន់ Henry ថាតែ Elizabeth នឹងដែលលួចស៊ូនាំពីគាត់ដែរអត់ហើយនាងនឹងធ្លាប់មានដេកបំមើហើយឈ្មោះគាត់ដែរអត់ហើយ Henry នឹងក៏បានប្រាប់ទៅវិញថាមិនដែលសំបីតែម្ដងប្រូហើយគេនឹងក៏បានប្រាប់អំពីកម្រោលរបស់គេដើម្បីដោះបណ្ដាសាពលរបស់គេផងដែរបន្តមកនៅពេលដែល Henry នឹងបានប្រាប់អំពីខ្មោចសាឡាសាចង់បានត្រីវិស័យពីជេនិងចង់សងសឹកជេនោះបងជេនឹងគាត់មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែប្រូសាឡាសានឹងបានស្លាប់ជាយូរយារណាស់មកហើយ Henry នឹងក៏បានបន្តទៀតថាជេត្រូវតែទៅរក Trident ដើម្បីទប់ទល់ជាមួយនឹងប្រូសាឡាសាចំណែកអ៊ំបាមូសានេះវិញក៏កំពុងតែសោយសោកនៅលើសំពៅរបស់គាត់ស្រាប់តែពេលនោះកូនកលីពីរនាក់ដែលធ្លាប់ជាទាហាននៅក្នុងវគ្គទី1នឹងបងប្អូនកុំភ្លេចទៅមើលក៏បានប្រាប់អំពីការវាយប្រហារពីសំពៅរបស់សាឡាសាទៅលើសំពៅរបស់ពួកគេមួយផ្សេងទៀតដោយបានទុកឲ្យប្រុសម្នាក់នៅរស់ដើម្បីនាំសារមកប្រាប់ពួកគេនៅពេលដែលបានដឹងហើយបាបូសានឹងចាប់ផ្ដើមភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់មកអ៊ំបាបូសានឹងក៏បានទៅរកហៃហ្វាដែលជាគ្រូអាគមម្នាក់ដែលគាត់នឹងធ្លាប់ជួយជីវិតនាងកាលពីមុនមកនោះពេលនោះកញ្ញាហៃហ្វានឹងក៏បានប្រាប់ទៅវិញថាសាឡាសា
นั่นคือมันเหมือนมากรอกอมไอนุเต้คือเคนั่งมากรอกเชกหอยเนียงนั่งกับบันดังอปีจูวิสเนอร์บอเชกนั่งตระกไตรดันแทมทิดพองมันต่อมองไฮฟ้านั่งกับบันปรับไออมบาบซานั่งตระแต่บาบ้องอาชีพชีชาวสมบัติปตอที่โดยซาไตเวียนั่งคือเมียนจูวิสเนอร์มันหล่อนุเต้ปนใต้อมนั่งคือกอดมันโยนพรมนุเต้เป็นโนกัญญาไฮฟ้านั่งกับบันหยกไตรอยู่ใส่ระบังเชเจงโมกได้เนียนั่งบันตะหยกเวียเจงปีแห่งผักซีโนเอาจากการอมบาบุษาไทยมาดองหอยอมบาบซานั่งกับบันหยกเวียเบิกได้ซานตกเชียอนุสาวรีย์จังเต้เรียงเชนไปได้เฮียนบันหยกกอดแต่พายเชวัตซาตะก้อนนั่งกับบันเคยปูระบกอดก็ชอบในขนมกกมวยนงพองได้กับปงไตเลนเชิงเล่นอย่างสบายเรียหอยปูระบกอดนั่งกับบันปรับอากอดนั่งเตลือก้อนในใบขาเปียคลูนมันตัวมองไปได้เฮียนบันหยกเชกให้หนังคาริน่าเตอพายเชวัตเชื่อมือนังเจ้าสำหรับเซนตีนูดบงลอยบองนั่นคือกอดเหมือนคลายนูเต้ปนใต้ไปได้กอดนั่งบันเคยกับบันซอสแง่กอดนั่งก็จับดามปรือโรมไตบดองฮาริไอคาริน่าไปได้โปเกรีบนั่งพายเชวัตโดยผิวกอร์บอนเนียงเตอหายนูแต่โดยซาไตเมียมโนสกายโฮคลางเป๊กเนี่ยนั่งกับบันสกายสำรอดเอาโปเกสกัดบอลบันเต็กคือเนียงนั่งจังสมาธิสลับเตอเถียงสงบจัดมันทอมกเนียงนั่งกับบันเยปีจงกลอยแท้เนียงนั่งคือเหมือนแมนเชียทมบนูเต้เนียงนั่งคือเชียกอนก่อนดอลโต้สกอไปโนแฮนกี้นั่งกับบันบักดอลนั่งบันตองซ้ายดำไปตะช่วยโปเกปันตายเชียอากาซานั่งเกกับบันแถลตะครามหอยกระเกิดบันเทียนั่งจับคลูนบันสำรายรีไอคอนกุลีระบอบเชกับบันทองคำเพลื่องแต่กับเต็งไกลพายชิวระบองเชแต่มาดอง หายรีไอสครามนั่งเดินไปดักเก็บันจะช่วยคาริน่าแต่เดินไปนกใบจิตตะคาริน่านั่งช่วยเกตเวงหายรีไอเช่เดินไปดาเดินไปเซ่บันบุกไหลไปหายชิวระบอกก้อนนั่งกับบันเชนบิกไหลนู้บันสำรายแต่ไปนกกับบัดนั่งบินหนึ่งแถมมากัดกับบาระบอกเถอะเฮ้ยมันต่อมองแฮนกี้นั่งกับบันจะช่วยคาริน่าปต่อตีดลูเดินไปดาปูเกมีสปัตตะเพียบหนึ่งตลอดตะเวงปูเกนั่งกับบันจับแฮนกี้ให้หนึ่งคาริน่านั่งจองในเลยสัมเปอร์โตยับระบอกปูเก้ปนใต้สัมเปอร์นู้ใบเชี่ยมันจองจอดตักตะเวงสังไซละเงี้ยแต่บันไทคลายมอกปูเก้นั่งกับบานเฉยเช่นปีตินูบันสำไรจำนายไอสัมเปอร์ระบอบองบาบซานั่งกับบานบางสำรอกแต่เด็กสัมเปอร์ระบอบซาลาซาได้ทว่าคนกลีระบอบก้อนนั่งจับประดามคลายจีแคลงหากนไปได้ปูเก้บานชุบเนียหายองบาบซานั่งกับบานใหญ่จอจากเนียจมูกหนึ่งซาลาซาคือองกอดโยเพิ่มชูซาลาซานั่งแต่เด็กไกดันโปรเชนั่งกับปงเตตินูโดยเนียหายโปรซาลาซานั่งกับบานโยเพิ่มไตมาดองรีไอแฮนกี้นั่งกับบานชียิมสุดการคารินาท่าเมียนบานเคยไว้คล้ายและไปได้เมียไปจันกับห้อมเติมไตกับลองพัดเตอร์โนปตายไปโนคารินานั่งใบเชียเหมือนพรำพรำโนเต้หายโดยซาตาแฮนกี้นั่งสู่คลางเป๊กเนียงกับบานพรับท่าประชานั่งบันเอาดำรอยบังเนียงแจกจ่อยเชิงเตอร์เนื้อไปดับบานเลือหายแฮร์รี่นั่งเกเหมือนโยโนเต้ใส่แก่แจกจ่อหนึ่งหายคารินานั่งกับบานพรับท่าเนียงนั่งก็เหมือนโยโดยแต่เนียนั่งมันต่อมองเชนั่งกับบานสูนอมรักแผ่นตีปีคารินาปตายเนียงนั่งกับมันเล่ไปโนโดยซาตาเนียงในมอเรื่องเชนั่งกับบานกำเรียมสำหรับแฮนรี่แต่มาดองปตายคารินานั่งเนียงเหมือนควอนเต้จังสำหรับสำหรับเต้มนุ่มได้สกอร์คเนพองนั่งโลนไปดับปูเก้ตำเละแฮนรี่ตะข้างกราวคาริน่านั่งกับบานโยเพิ่มแต่มาดองถ่าสิบพกำนัดหายนั่งนอมเนี้ยตะกันไหลได้ปลายแหลกโลนหายเนี้ยนอมปูเก้ตือติโนเชียเหมือนคานุเต้มันตัวปีบานปรับหายกับพุทปูเก้นั่งคือเหมือนบานเถื่อบาแฮนรี่นุเต้ได้ทว่ากันยาการิน่านั่งมีนขาโหเฉียนจิแคลงรีไอเทียนั่งกับบานเถื่อกันยาไฮฟ้าดำไปเนี้ยนั่งหมึกจุดสมัยดวงเช้ดำบานเกิดคลุ้นเชื่อมือนังคาริน่าหายเทียนกับบานเคยคาริน่านั่งเขาแผ่นตีนเลยเชียงทำที่พ้องเธอบันชื่อปูเก้นั่งติดตามแผ่นตีมือโนลูในยบล้างแฮนรี่นั่งกับบานเตอรงเจ้โดยซาเดกอนนั่งเหมือนกระเริกวิธีเตอสมัยรักไตรดันนุเต้ได้ก็แต่ปี6ปีเยเธอเว้งมันตัวโมงในไปได้แฮนรี่นั่งบานเตอร์ในเยจะมันคารินาเว้งบดองเนียนั่งกับบานบางหางอย่างปีสิบเพอเปิดบ่อเนียงได้เนียงนั่งไต่ช่องสมัยรักปัดแท้เนียงชินนายช่างเตอร์สกอเปโนในไปได้ออกบาบซาบานชุนซาซาเตอรักเจ้ตามทรวิสัยโนเปโนปูเก้นั่งคือใบเชื่อมันคงเจ้เตอบานเชื่อซาซานั่งบานกระทาออกบาบซานั่งกับปงแต่กระหอเติบเกนั่งปรองสำหรับกอดเจ้าบนตัวมกซาลาซานั่งกับมันไรราบรีบรอบปรับอัมพีวอร์บอกกอดแท้กายเป็นมนั่งเกก็เชียร์คาปิเตนมันเนี้ยได้บานตามประมาณสัมเปอร์ชาวสมอดเนื้อไปได้ผูกเกตตัวบานเชียร์ยมเนี้ยหายชาวสมอดบานเล็กลงโจตึกขนมตักสมอดนู้ผูกเกนั่งคือมันตกชีวิตเอานูเต้โดยบานเอาเฮียนั่งบันสำหรับชาวสมอดแทงอ้อนู้ขมิ้นตะกาปในไว้ทางอ้อสกับแต่ไปนู้ก็มีชาวสมอดมันเนี้ยเนื้อไปได้สาวชีวิตเชียงกราวเก
គេនឹងក៏បានឲ្យត្រីវិស័យមួយទៅកាន់ជែកកាលដែលជែកនឹងនៅពីក្មេងដើម្បីឲ្យគេគេចខ្លួនចេញពីទីនោះជាមួយនឹងក្រុមចៅសមុទ្រផ្សេងទៀតបន្ទាប់ពីបានទទួលហើយជែកនឹងក៏ចាប់ផ្ដើមសងសឹកតែម្ដងដោយគេនឹងបានឡើងទៅលើក្តោងនៃសំពើនិងបានស្កាយជេរបញ្ចោឌឺដងទៅកាន់សាឡាសាហើយទាំងបានប្រាប់ឈ្មោះរបស់គេថែមទៀតផងលុះនៅពេលដែលសំពើរបស់សាឡាសាបានដេញតាមជែកនឹងក៏បានឲ្យពួកគេដេញតាមទៅដល់តំបន់ត្រីកោណបិសាចនោះបន្ទាប់មកសំពើរបស់ជែកនឹងក៏បានគេចខ្លួនចេញពីតំបន់បិសាចនោះបានសម្រេចចំណែកឯសំពើរបស់សាឡាសានឹងក៏បានចូលទៅតំបន់នោះតែម្ដងលុះនៅពេលដែលសំពើរបស់ពួកគេបានចូលទៅទីនោះបានតែបន្តិចនៅទីនោះក៏ចាប់ផ្ដើមផ្ទុះវឹងខ្ទេចហើយពួកគេនឹងក៏បានត្រូវបណ្ដាសាខ្លាយទៅជាខ្មោចជារៀងរហូតនៅទីនោះបន្ទាប់មកកូនកូលីរបស់អង្ជេនៅពេលដែលរស់រានមានជីវិតពួកគេនឹងក៏បានសម្រេចចិត្តឲ្យជេកនឹងធ្វើជាកាពីតេរបស់ពួកគេនឹងបានប្រកបអំណោយទៅកាន់អង្ជេកដូចជាមូបន្តោងគុជនឹងដៃជាដើមហើយចាប់តាំងពីពេលនោះមកសាឡាសានឹងតែងតែចង់សងសឹកទៅកាន់បង្ជេរបស់យើងបន្ទាប់ពីបានប្រាប់ហើយនៅពេលដែលសាឡាសាប្រុងសម្លាប់អមបាសាស្រាប់តែពេលនោះពួកគេនឹងក៏បានឃើញសំពើរបស់អង្ជេកនៅខាងមុខល្មមរីឯកូនកូលីរបស់អង្ជេកនឹងក៏ចាប់ផ្ដើមឆ្ងល់ថាខារីណានឹងនាំពួកគេទៅណាទាំងដែលនាងនឹងគ្មានផែនទីនៅលើដៃផងនោះប៉ុន្តែនៅពេលនោះខារីណានឹងក៏បានបញ្យល់ថានាងកំពុងតែមើលតារាសាស្ត្រដែលនាងនឹងនាំពួកគេទៅរកកន្លែងជាក់លាក់មួយរបស់សមុទ្រដែលនាងគឺជាតារាវិទូដែលចេះមើលទាំងភូមិសាស្ត្រនិងតារាសាស្ត្រផងដែរបន្ទាប់ពីបានលើហើយពួកគេនឹងក៏ចាប់ផ្ដើមស្ងាត់មាត់ហើយស្ក្រាមនឹងក៏បានសួរនាំទៅនាងវិញថាតើនាងនឹងអាចជួយមើលម្ដាយរបស់គេបានដែរអត់ហើយខារីណានឹងក៏បានប្រាប់ថាតារាសាស្ត្ររបស់នាងនឹងគឺមើលបានតែម៉ោងនិងពេលវេលាតែប៉ុណ្ណោះបន្តិចក្រោយមកសត្វតែពួកគេនឹងក៏បានឃើញសំពើខ្មោចរបស់សាឡាសាបាននៅក្បែរនោះទើបក្រុមកូកូលីគិតថាជេកហេនរីនិងខារីណានឹងគឺជាបពុរបស់សាឡាសាដែលចង់ឲ្យពួកគេទៅស្លាប់ទៅវិញបន្តមកពួកគេនឹងក៏បានសម្រេចចិត្តឲ្យពួកគេទាំង3នាក់នឹងជិះកូនទូកទូចមួយចាក់ចេញពីសំពើរបស់ពួកគេតែម្ដងលុះនៅពេលដែលពួកគេបានជិះទូកចេញទៅបានបន្តិចសាឡាសានឹងក៏បានឃើញពួកគេពីចម្ងាយទើបបានជាគេនឹងបានបញ្ជាឲ្យកូនចៅនឹងប្រឡែងកូនត្រីស៊ូមប៊ីដើម្បីទៅសម្រាប់ពួកគេរីឯកូនត្រីស៊ូមប៊ីនោះនៅពេលដែលវាបានធ្លាក់ចូលក្នុងទឹកវានឹងក៏ចាប់ផ្ដើមមានជីវិតនិងហែលទៅសម្រាប់ពួកគេនៅលើទូកនឹងអីចឹងទៅបន្ទាប់មកនៅពេលដែលទូករបស់ជេកជិតទៅដល់កោះនោះទៅហើយខារីណានឹងក៏បានសម្រេចចិត្តលោតចូលទៅក្នុងទឹកដើម្បីហែលទៅរកកោះមួយនឹងមុនដោយសារតែនាងនឹងមានការធុញទ្រាន់ជាមួយនឹងជេកខ្លាំងពេករីឯហេនរីនឹងក៏ប្រុងលោតទៅតាមខារីណាផងដែរប៉ុន្តែនៅពេលនោះកូនត្រីស៊ូប៊ីនឹងក៏បានលោតហមមកខាំហើយបន្ទាប់មកវានឹងក៏បានខាំទូករបស់ពួកគេបន្តទៀតអីចឹងទៅពេលនោះនៅពេលដែលត្រីស៊ូប៊ីបានហែលមករកពួកគេបន្តទៀតពួកគេនឹងក៏បានយកចង្វាមកវាយហើយពេលនោះហេនរីនឹងប៊ីនឹងត្រូវត្រីស៊ូប៊ីខាំទៅហើយប៉ុន្តែសំណាងល្អជេនឹងក៏បានជួយបានទាន់ពេលវេលាហើយរីឯកូកូលីរបស់សាឡាសានឹងក៏បានចុះពីសំពើដើរនៅលើទឹកដើម្បីទៅសម្លាប់ពួកគេបន្តទៀតបន្ទាប់មកជេនឹងក៏បានបោះរោលរបស់ខារីណាទៅលើទឹកដើម្បីឲ្យត្រីស៊ូប៊ីទាំងអស់នោះហែលទៅរករីឯហេនរីនឹងក៏បានហែលទៅរកកោះនោះមុនហើយនៅពេលដែលជេប្រុងចេញពីទូកនឹងស្រាប់តែជើងរបស់គាត់នឹងក៏បានជាប់ជាមួយនឹងទូកនឹងផងដែរទៅបានជាគាត់នឹងបានបោះខ្សែទៅលើត្រីស៊ូប៊ីដើម្បីឲ្យវាហែលទៅរកកោះមួយនឹងហើយគាត់នឹងក៏បានជួយទាញហេនរីបានមកផងដែរលុះនៅពេលដែលពួកគេបានឡើងទៅលើកោះមួយនឹងបានសម្រេចហើយនៅពេលដែលពួកខ្មោចបានឡើងទៅលើកោះមួយនឹងដែរស្រាប់តែពួកគេនឹងក៏ចាប់ផ្ដើមរលាយខ្សលតែម្ដងគឺពួកគេមិនអាចចេញពីទឹកបាននោះទេរីឯខារីណានៅពេលដែលបានឃើញខ្មោចទាំងអស់នឹងហើយនាងនឹងក៏មានការភ័យខ្លាចជាខ្លាំងហើយក៏បានរត់ចូលទៅលើកោះមួយនឹងបន្តទៀតប៉ុន្តែបន្តិចក្រោយមកស្រាប់តែនាងនឹងក៏បានជាប់អន្ទាក់នៅទីនោះលុះនៅពេលដែលជេកហេនរីបានរត់ទៅជួយនាងពួកគេនឹងក៏បានជាប់អន្ទាក់ទាំងពីរនាក់បន្តទៀតបន្ទាប់មកមនុស្សនៅទីនោះនឹងក៏បានចាប់យកពួកគេទាំង3នាក់ទៅខាងក្នុងនៃជំរំរបស់ពួកគេរីឯពួកគេនៅពេលដែលគាត់បានឃើញស្ពៅរបស់តាហ៊ានបានសម្រុកមករកសំពៅរបស់គាត់នឹងក៏បានឲ្យស្ក្រាមនឹងធ្វើជាកាពីតេនដែលធ្វើឲ្យស្ក្រាមនឹងមានការសប្បាយអរជាខ្លាំងប៉ុន្តែការពិតទៅនៅពេលដែលតាហ៊ាននឹងបានចាប់យកពួកគេនឹងក៏បានសួររកកាពីតេនដើម្បីធ្វើការវិដំទៅវិញរីឯសាឡាសានឹងក៏បានចាប់កូនកូលីរបស់អមបាវិសាមកសម្រាប់ចោលដោយស្របពេលនោះក៏មានកូនកូលី2នាក់នឹងបានជជែកគ្នាថាបើគង់តែស្លាប់ដដែលពួកគេនឹងគូតែប្រាប់អំពីកំណប់ដែលពួកគេនឹងបានរក្សាទុកថានៅទីណានោះទៅបន្ទាប់ពីបានសម្រេចចិត្តហើយនៅពេលដែលកូនកូលីម្នាក់បានប្រាប់អំពីកន្លែងរក្សាកំណប់របស់គេហើយកូនកូលីម្នាក់ទៀតនឹងក៏បានប្រាប់ទៅវិញថាពួកគេនឹងគឺគ្មានកំណប់ស្អីនោះទេកុំទៅជឿពួកអានឹងនោះជាពធនាគារឡើងរំកោះហើយនឹងបើវាមានកំណប់វាមិនមែនមកធ្វើជាចោលសមុទ្រនោះទេរីឯពួកគេទាំង3នាក់នេះវិញនឹងក៏ត្រូវបានភីកចាប់យកទៅកន្លែងរៀបការមួយហើយភីកនឹងក៏បានចាប់ឲ្យជេកនឹងរៀបក
ការជាមួយនឹង process របស់គេម្នាក់នៅពេលដែលជេបានឃើញកូនក្រមុំនោះហើយគាត់នឹងក៏មានការហួចចិត្តជាខ្លាំងជាពិសេសគឺនាងមានកូន2នាក់ថែមទៀតផងមានម៉ែកូន2ក្តៅឈ្ងុយតមកនៅពេលដែលពួកគេនឹងឲ្យជេនិយាយពាក្យយកព្រមរីកានិងព្រមទទួលយក process របស់គេធ្វើជាភរិយាស្រាប់តែ Karina នឹងក៏បានបដិសេធហើយ Karina នឹងក៏បានប្រាប់ទៅកាន់ពួកគេវិញថាធ្វើបែបនេះគឺមិនត្រឹមត្រូវនោះទេបន្តមកនាងនឹងក៏បានសួរនាំអ្នកដែលបានចូលរួមនៅក្នុងកម្មវិធីនឹងថាជំទាស់ការរៀបការមួយនឹងដែរឬមួយក៏អត់ស្រាប់តែបងជេនឹងក៏បានស្គាល់ថាយល់ព្រមទៅវិញធ្វើឲ្យពួកគេនឹងបានគិតថាបងជេនឹងបានយល់ព្រមរីកាជាមួយនឹងនាងអីចឹងទៅភ្លាមនោះស្រាប់តែអមបាភាសានឹងក៏បានមកដល់ដែលគាត់មកដល់ទីនេះគឺតាមការបញ្ជារបស់សាឡាសាដើម្បីចាប់យកជេកទៅវិញប៉ុន្តែគាត់នឹងគឺមិនទាន់ចាប់ជេកភ្លាមនោះទេដែលគាត់នឹងចង់ឲ្យជេកនាំគាត់ទៅរកត្រៃដិនទៅវិញប៉ុន្តែជេកនឹងក៏បានតបទៅវិញថាគាត់គ្មានសំពៅដើម្បីទៅទីនោះទេបន្ទាប់ពីបានដឹងហើយអមបាភាសានឹងក៏បានសូបមុនអាគមនិងបានយកដាវនឹងចាក់ចំដបដាក់សំពៅរបស់ជេកតែម្ដងបន្តមកពួកគេនឹងក៏បានប្រញាប់យកសំពៅនោះទៅក្បែរឆ្នេរលុះនៅពេលដែលសំពៅនោះបានចេញមកវានឹងគឺនៅតែតូចកំប៉ិតលិតដដែលធ្វើឲ្យជេកនឹងចាប់ផ្ដើមហួសចិត្តជាខ្លាំងបន្តមកនៅពេលដែលអមបាភាសាបានបោះវាចូលទៅក្នុងទឹកវានឹងក៏បានរីកធំតែម្ដងហើយរីឯស្វារបស់អមបាភាសានឹងក៏បានចេញមកវិញផងដែរហើយអមបាភាសានឹងក៏បានគម្រាមជេកឲ្យនាំគាត់ទៅកាន់ត្រៃដិនរីឯគេនឹង Karina នឹងក៏ត្រូវបានពួកគេចាប់ចងនៅទីនោះផងដែរចំណែកឯពួកគេហើយនឹងកូនកលីឯទីនឹងក៏ត្រូវបានគេដាក់នៅក្នុងគុកនៃសំពៅរបស់ទាហានប៉ុន្តែបន្តិចក្រោយមកពួកគេនឹងក៏បានរកវិធីកោះសោចេញពីទីនោះបានសម្រេចហើយក៏បានយកទូកតូចមួយជាចាក់ចេញពីទីនោះបន្តទៀតអីចឹងទៅបន្តិចក្រោយមកពួកគេនឹងក៏បានឃើញសំពៅ Black Pearl នៅខាងមុខទើបបានជាពួកគេនឹងបញ្ញាប់ទៅរកតែម្ដងហើយរីឯអមបាភាសានឹងក៏បានជឿទៅលើ Karina ដើម្បីនាំពួកគេទៅរកត្រៃដិនបន្តទៀតបន្តិចក្រោយមកនៅពេលដែលអមបាភាសាបានឃើញ Karina កំពុងតែមើលសភៅកំណត់ហេតុមួយនោះគាត់នឹងក៏បានសួរនាំដោយបានសួរថាតើនាងនឹងបានវាមកពីណាមកហើយនាងនឹងក៏បានប្រាប់ថាវានឹងគឺជារបស់ឪពុករបស់នាងហើយនៅពេលដែល Karina បានយកត្បូងមួយនឹងចេញមកស្វារបស់អមបាភាសានឹងក៏បានលួចយកវាតែម្ដងដែលធ្វើឲ្យ Karina នឹងខឹងជាខ្លាំងស្របពេលនោះនាងនឹងក៏បានរៀបរាប់ថាសភៅមួយនឹងធ្វើឲ្យនាងបានដឹងអំពីឈ្មោះពិតរបស់នាងជាមិនខាននៅពេលដែលពួកគេបានទៅដល់ត្រៃដិនស្របពេលដែលពួកគេកំពុងតែនិយាយគ្នាជេកនឹងក៏បានលើកផងដែរហើយនៅពេលដែលអមបាភាសាបានដើរចេញទៅអមបាភាសានឹងក៏បានសម្លឹងមើលទៅកាន់ Karina ទាំងនឹករលឹកហើយទឹកភ្នែករបស់គាត់នឹងក៏ចាប់ដើមស្កកឈរមកយ៉ាងរហាមហើយជេកនឹងគាត់ក៏បានដឹងហើយថា Karina នឹងត្រូវជាកូនក្រមុំរបស់អមបាភាសាទើបបានជាគាត់នឹងនិយាយឌឺដងផ្លែផ្កាទៅកាន់អមបាភាសាប៉ុន្តែក៏ត្រូវបានអមបាភាសានឹងគំរាមបង្ជេកហាមប្រាប់ការពិតទៅកាន់ Karina ជាដាច់ខាតបន្ទាប់មកអមបាភាសានឹងក៏បានរំលឹកអំពីការស្លាប់ប្រពន្ធរបស់គាត់នៅក្នុងសង្គ្រាមចៅសមុទ្រហើយគាត់នឹងក៏បានយក Karina នឹងទៅឲ្យរស់នៅក្នុងមណ្ឌលកម្មាកំព្រាមួយក្នុងពិភពលោកបន្ទាប់ពីបានដឹងការពិតហើយជេនឹងក៏បានគំរាមប្រាប់រឿងរ៉ាវទាំងអស់នឹងទៅកាន់ Karina ដោយគាត់បានធ្វើការដោះដូរដោយយកត្រីវិស័យរបស់គាត់មកវិញនិងយកកូនស្វានោះមកស្ងោរស៊ីគ្រាន់តែលឺបែបនឹងភ្លាមកូនស្វាមួយនឹងក៏បានយកกระดาษនឹងមកញកមាត់បង្ជេកតែម្ដងបន្តិចក្រោយមកសពតែសំពៅរបស់កងទាហាននឹងបានមកដល់ប៉ុន្តែនៅពេលនោះមិនទាន់ទាំងនឹងបានប្រយុទ្ធគ្នាផងសំពៅរបស់សាឡាសាក៏បានទៅដល់ទីនោះផងដែរដោយបានលេបតបាសំពៅរបស់កងទាហាននោះខ្ទេចមាត់គ្មានសល់ បន្ទាប់មកសំពៅរបស់សាឡេសានឹងក៏បានទៅគៀសំពៅរបស់ជេនឹងបាននាំគ្នាឡើងទៅលើសំពៅរបស់ជេបន្តទៀតដើម្បីសម្លាប់ពួកគេរីឯហេនរីនឹងក៏បានទៅលួចស្កាយចំណងឲ្យជេបានតាន់ពេលវេលាបន្តមកនៅពេលនោះជេបានគេខ្លួនចេញពីទីនោះគាត់នឹងក៏បានធ្លាក់ទៅខាងក្រោមតែម្ដងបន្តមកសាឡេសានឹងក៏បានទៅតាមសម្លាប់គាត់នៅខាងក្រោមបន្តទៀតស្របពេលនោះកូនកលីរបស់ពួកគីបនឹងក៏បានជីកទុកទៅដល់ទីនោះនឹងបានឡើងទៅលើសំពៅដើម្បីជួយពួកគេផងដែររីឯជេនៅពេលនោះគាត់នឹងក៏បានឃើញរូបសំណាកនៅខាងមុខសំពៅរបស់សាឡាសានឹងចាប់ផ្ដើមមានជីវិតនិងបានដកដើមមកចាក់គាត់ប៉ុន្តែនៅពេលនោះគាត់នឹងក៏បានគេខ្លួនរហូតដល់ធ្លាក់ទៅលើចុងកាំភ្លើងលុះនៅពេលដែលពួកគេត្រៀមបាញ់ទៅកាន់ជេនឹងក៏បានធាក់ក្នុងកាំភ្លើងនោះបាញ់ចំរូបសំណាកតែម្ដងហើយរូបសំណាកមួយនោះក៏ត្រូវបានកំទេចនៅពេលដែលសំពៅរបស់ពួកគេនឹងចាប់ផ្ដើមគៀគ្នាហើយអមបាបាសានឹងក៏ត្រូវរបួសដៃផងដែរបន្ទាប់មកនៅពេលដែលសាឡាសានឹងបានទៅសម្លាប់ជេបន្តទៀតជេនឹងក៏បានទប់ទល់ជាមួយហើយនៅពេលដែលសំពៅរបស់ពួកគេបានទៅដល់កោះនោះបានសម្រេចហើយវានឹង
នឹងក៏បានធ្វើឲ្យខ្មោចទាំងអស់ហ្នឹងចាប់ផ្ដើមភ័យខ្លាចនិងបាននាំគ្នាឡើងទៅលើសំពៅរបស់ពួកគេវិញលុះនៅពេលដែលសំពៅបានរំកិលទៅដល់ទីនោះហើយខ្មោចខ្លះនឹងក៏ត្រូវបានរលាយខ្សលដោយសារតែសំពៅរបស់ពួកគេនឹងទៅដល់ដីគោកហើយ Henry នឹងក៏ត្រូវបានក្រុមខ្មោចទាំងអស់ហ្នឹងចាប់យកទៅនិងបានគេចខ្លួនចេញពីទីនោះបានសម្រេចបាត់សមល់ឆឹងបន្តិចក្រោយមកនៅពេលដែលពន្លឺព្រះអាទិត្យបានចាប់ផ្ដើមរះមកប៉ះជាមួយនឹងត្បូងនៅទីនោះវានឹងក៏បានចេញពន្លឺយ៉ាងខ្លាំងហើយ Karina នឹងក៏បាននិយាយថាវាគឺជាតារាដែលឪពុករបស់នាងនឹងស្វែងរកវាជាយូរយារណាស់មកហើយត្បូងមួយគ្រាប់នឹងគឺជាផ្កាយដែលបានបាត់បង់ចេញពីទីនោះបន្ទាប់ពីបានដឹងហើយពួកគេនឹងក៏បានយកបំណែកផ្កាយចុងក្រោយនោះដាក់នៅកន្លែងដើមវិញហើយបន្តិចក្រោយមកនៅពេលដែលមានពន្លឺជះពាសពេញនៅទីនោះសត្វតែទឹកសមុទ្រនឹងក៏ចាប់ផ្ដើមប្រេះញើជាពីរដែលបណ្ដាលឲ្យជេហើយនឹង Karina នឹងធ្លាក់ចូលទៅខាងក្រោមតែម្ដងស្របពេលនឹង Karina នឹងក៏បានឈួតសិភៅកំណត់ហេតុទៅបានយើងជេនឹងបានរើសវាយកមកតោកបន្ទាប់មកនៅពេលដែលពួកគេនឹងបានដើរទៅមុខបន្តទៀតពួកគេនឹងក៏បានឃើញត្រីដិននៅទីនោះពិតប្រាកដមែនរីឯ Salazar នៅពេលដែលចាប់ខ្លួន Henry មកហើយគេនឹងក៏បានសម្រេចចិត្តចូលទៅក្នុងខ្លួនប្រាល់របស់ Henry ដើម្បីឡើងទៅលើគោកតាមសម្រាប់អង្ជែករីឯពួកគេនេះវិញនៅពេលដែលបានឃើញត្រីដិននៅទីនោះហើយស្រាប់តែ Henry នឹងក៏បានចូលមកព្យាយាមសម្រាប់អង្ជែកនឹងបន្តទៀតហើយខ្មោចផ្សេងទៀតនឹងក៏កំពុងតែរងចាំអង្ជែកនៅក្បែរនោះដើម្បីសម្រាប់អង្ជែកផងដែររីឯ Karina នឹងក៏បានព្យាយាមទៅដកត្រីដិននឹងបានសម្រេចតែក៏ត្រូវបាន Henry នឹងមកដណ្ដើមយកវាបន្តទៀតដែលធ្វើឲ្យថាមពលរបស់គេនឹងកាន់តែអែមទៅបន្ទាប់មក Salazar នឹងក៏បានចេញពីក្នុងខ្លួនរបស់ Henry មកវិញហើយ Salazar នឹងក៏បានប្រើប្រាស់ថាមពលទាំងអស់នឹងបាញ់ចំអង្ជែកជាច្រើនដងដែលធ្វើអង្ជែកនឹងរឹងរបួសយ៉ាងដំណំស្របពេលនោះ Karina នឹងក៏បានព្យាយាមទៅដាក់ Henry នឹងឲ្យដឹងខ្លួនឡើងមកវិញដើម្បីទៅជួយបង្ជែកលុះនៅពេលដែល Henry បានភ្ញាក់ឡើងពួកគេនឹងក៏បានយល់ថាកម្លាំងនៃសមុទ្រនឹងគឺស្ថិតនៅលើត្រីដិនមួយនឹងបើសិនជាពួកគេកំទេចវាបណ្ដាសាទាំងអស់នឹងត្រូវបានដោះស្រាយជាមិនខាននោះទេបន្ទាប់ពីបានដឹងហើយនៅពេលដែល Salazar បានចាក់វាទៅលើជែក Henry នឹងក៏បានទៅកំទេចត្រីដិននឹងបានសម្រេចដែលធ្វើឲ្យបណ្ដាសាទាំងអស់នឹងត្រូវបានដោះហើយ Salazar និងកូនចៅរបស់គេនឹងក៏បានក្លាយទៅជាមនុស្សលោកឡើងមកវិញដែលពួកគេនឹងគឺមិនអាចនៅក្នុងទឹកបាននោះទេបន្តិចក្រោយមកសត្វតែទឹកនឹងក៏ចាប់ផ្ដើមបញ្ចូលគ្នាវិញទៅបានជាអំបំភាសានឹងបើកសំពើនិងបានទម្លាក់យុទ្ធការមកទទួលពួកគេឡើងទៅខាងលើលុះនៅពេលដែលពួកគេបានព្យាយាមតោងវាឡើងទៅខាងលើ Salazar នឹងក៏បានព្យាយាមរត់ឡើងទៅតាមផងដែរប៉ុន្តែបន្តិចក្រោយមកយុទ្ធការរបស់ពួកគេនឹងក៏បានប៉ះគ្នាជាមួយនឹងដុំថ្មបណ្ដាលឲ្យពួកគេដែលនៅខាងលើនឹងគឺមិនអាចទប់ទល់បាននោះទេស្របពេលនោះ Karina នឹងក៏បានធ្លាក់ទៅខាងក្រោមតែអំបាភាសានឹងក៏បានចាប់ដៃនាងបានទាន់ពេលវេលាហើយអំឡុងពេលនោះ Karina នឹងក៏បានឃើញស្នាមសាកនៅលើដៃរបស់អំបាភាសាដែលបានបញ្ជាក់ថាគាត់នឹងគឺជាឪពុករបស់នាងនឹងឯងប៉ុន្តែនៅពេលនោះ Salazar នឹងក៏បានឡើងមកខាងលើដែរហើយអំបាភាសានឹងក៏បានសម្រេចចិត្តពលីជីវិតយកដៃនឹងចាក់ទៅលើ Salazar ហើយពួកគេនឹងក៏បានធ្លាក់ទៅខាងក្រោមស្លាប់អេតេដែលធ្វើឲ្យ Karina នឹងនាងសែតជាខ្លាំងលុះនៅពេលដែលពួកគេនឹងបានឡើងមកខាងលើបានសម្រេចហើយ Karina នឹងនៅតែសោកស្ដាយមិនអស់អាល័យដដែលដែលនាងនឹងទើបតែដឹងថាអំបាភាសាគឺជាឪពុករបស់នាងរីឯអង្ជែកនៅពេលដែលបានឃើញដូចនោះគាត់នឹងក៏បានឲ្យសិភៅកំណត់ហេតុរបស់នាងទៅកាន់ Henry ដើម្បីឲ្យ Henry នឹងឲ្យវាទៅកាន់ Karina បន្តទៀតហើយ Karina នឹងក៏បានប្រាប់ទៅកាន់ Henry ថានាងបានរកឃើញតកូលពិតរបស់នាងហើយគឺបាប៊ូសាបន្ទាប់ពីថ្ងៃនោះ Henry ជាមួយនឹង Karina នឹងក៏បានសាងស្នេហាជាមួយគ្នានឹងយ៉ាងឈ្ងុយឆ្ងាញ់ហើយបន្តិចក្រោយមកវាលដែលជាឪពុករបស់គេនឹងត្រូវបានដកបណ្ដាសាបានហើយនោះក៏បានឡើងមករកពួកគេបន្ទាប់មក Elizabeth នឹងក៏បានមករកវាលផងដែរដែលធ្វើឲ្យពួកគេទាំងអស់គ្នានឹងមានការរំភើបចិត្តជាខ្លាំងដែលជាច្រើនឆ្នាំមកហើយដែលវាលនឹងបានជាប់នៅក្រោមមហាសមុទ្រនោះរីឯ Jake នៅពេលដែលបានឃើញពួកគេបានអោបថើបគ្នាពីចម្ងាយគាត់នឹងក៏មានការចំណែនជាខ្លាំងផងដែរបន្ទាប់មកកូនកូលីទាំងអស់ក៏បានស្វាគមន៍ទៅកាន់ Jake ដើម្បី Jake នឹងធ្វើជាកាប់តែរបស់ពួកគេបន្តទៀតហើយសម្បីតែកូនស្វានឹងក៏បានឲ្យត្រីវិស័យទៅកាន់ Jake វិញផងដែរបន្ទាប់ពីថ្ងៃនោះខណៈពេលដែលវាលហើយនឹង Elizabeth នឹងកំពុងតែដេកសពតែគេនឹងក៏បានយល់សពឃើញ David Jones មករកគេចំណែកនៅក្នុងម៉ូតូរបស់គេនឹងក៏មានស្នាមទឹកនិងមានកន្តិចសត្វសមុទ្រថែមទៀតផងនេះសង្ស័យតែមានវគ្គបន្តអញ្ចឹងណាប៉ុន្តែចាប់តាំងពីឆ្នាំ2017មកហ្នឹងគឺมันមានលេចលឺព័ត៌មានណាមួយនៃការផលិតវគ្គបន្តនោះទេចឹងបានន័យថាប្រហែលជាបញ្ចប់តែត្រឹមនឹងឯងព្រោះវា7-8ឆ្នាំមកហើយព្រោះការផលិតពីមួយភាគទៅមួយភាគហ្នឹងគឺមានកម្រិតពីគ្នាហ្នឹងមិនច្រើនប្រហែលទេឧទាហរណ៍ដូចជាវគ្គទី1ហ្នឹងដែលបានផលិតនៅឆ្នាំ2003ហើយវគ្គទី2ហ្នឹងគឺផលិតនៅឆ្នាំ2006ហើយវគ្គទី3ផលិតនៅឆ្នាំ2007
2007ហើយវគ្គទី4ផលិតឆ្នាំ2011ហើយវគ្គចុងក្រោយវគ្គទី5របស់យើងហ្នឹងគឺផលិតនៅឆ្នាំ2017អញ្ចឹងវាកម្លាតគ្នា5-6ឆ្នាំ2ឆ្នាំ3ឆ្នាំអញ្ចឹងទៅហ្នឹងហើយអញ្ចឹងយើងមិនសង្ឃឹមថានឹងមានវគ្គបន្តវគ្គទី6អីហ្នឹងទេហើយសម្រាប់វគ្គទាំង5ខាងលើហ្នឹងខ្ញុំនឹងដាក់បញ្ចូលគ្នាតែមួយដើម្បីអ្នកទាំងអស់គ្នានឹងបានមើលតាំងពីដើមរហូតដល់ចប់អញ្ចឹងទៅហ្នឹងហើយអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានស្ដាប់ការសម្ដែងរឿងរបស់ខ្ញុំនឹងតាំងពីដើមរហូតដល់ចប់បើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយហ្នឹងសូមកុំភ្លេចចុច Subscribe និងដាក់រូបកណ្ដឹងខ្ញុំនឹងមកជួបអ្នកទាំងអស់គ្នានៅវីដេអូក្រោយៗទៀតជម្រាបលាបាយបាយ